ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលនៅនឹង The Best Time to Trade ពេលវេលាដ៏ល្អក្នុងការចូល trade បងប្អូនដឹងហើយថាក្នុងទីផ្សារ Forex បែងចែកជា3 season ធំទី1 Asian season ម៉ោងអាស៊ីទី2 London season ម៉ោង London ទី3 New York season ម៉ោង New York តោះបងប្អូនទៅមើលអស់គ្នាតើ season នីមួយៗគេបើកម៉ោងប្រមាណខ្លះទី1 Asian session បែងចែកជា2ទី1ផ្សារ Sydney បើកចាប់ពីម៉ោង12យប់ដល់ម៉ោង7ព្រឹកទី2ផ្សារ Tokyo បើកចាប់ពីម៉ោង7ព្រឹកដល់ម៉ោង2រសៀលទី2 London session បើកចាប់ពីម៉ោង2ដល់ម៉ោង7យប់ទី3 New York session បើចាប់ពីម៉ោង7យប់ដល់ម៉ោង12យប់អូខេបងប្អូនទាំង3 season ហ្នឹងគឺវាល្អទាំងអស់ចំពោះខ្ញុំវិញខ្ញុំចូលចិត្ត New York season មូលហេតុអីខ្ញុំមានពេលក្នុងការតាមដានទីផ្សារវិភាគទីផ្សារហើយនឹងមានពេលវេលាច្រើនក្នុងការចូល trade អូខេបងប្អូនសរុបមកវិញ The best time to trade ពិតប្រាកដគឺមានពេលវេលាក្នុងការវិភាគទីផ្សារមានពេលវេលាក្នុងការតាមដានទីផ្សារចុងក្រោយ emotion អារម្មណ៍ត្រូវតែល្អអូខេការចែករំលែករបស់ខ្ញុំមានតែប៉ុណ្ណឹងចំពោះបងប្អូនដែលមានចម្ងល់ឬក៏មានសំណួរអាចឆាតមក page Orange Trader បាន